ក្រុមការងារលើបមេការយើងឃើញបាទទងជាតិជប៉ុនណាបាទគាត់បានជួសជុលអញ្ចឹងគ្រប់ប្រាសាទគឺគ្រប់ជនជាតិដែលគេបានមកជួយជួសជុលយើងដើម្បីឲ្យវាកាន់តែល្អប្រសើរបាទអញ្ចឹងមិនថាថ្មថ្មីថ្មចាស់ទេគាត់ក៏ជួសជុលទៅតាមបាទកុងត្រានៃការជួសជុល3ឆ្នាំម្ដង3ឆ្នាំម្ដងអញ្ចឹងទៅបាទរហូតដល់ដាច់កុងត្រាអញ្ចឹងទៅបាទអញ្ចឹងអរគុណច្រើនយើងឡើងចដើទាំងអស់គ្នាបាទអញ្ចឹងយើងឃើញរូបនាគនិងគ្រុឌនឹងបាទនាគទីនេះមានក្បាល3ណាបាទបាទក្បាល3ពីព្រោះយើងគ្រប់អីពុទ្ធសាសនាមហាយានអញ្ចឹងអា3ហ្នឹងព្រះពុទ្ធព្រះធម៌ព្រះសង្ឃបាទហើយអារូបគ្រុឌហ្នឹងតំណាងអីគេសត្រូវរបស់នាគបាទអញ្ចឹងគ្រុឌណាបាទអូខេតែបងយើងបន្តដំណើរទៅទៀតហើយវគ្គបន្តនេះយើងនិយាយអីទីវិញបាទអញ្ចឹងយើងឃើញការកំណាយផុនជប៉ុនណាបងយើងនៅក្នុងឆ្នាំ2024នៅឡើយទេការកំណាយបាទខាងស្ដាំខាងត្បូងនិងខាងជើងបាទអញ្ចឹងយើងឃើញបាទការកំណាយផុនគាត់គឺជាការល្អដើម្បីឲ្យស្រះទាំងពីរនេះមានទឹកបាទដំណឹងនៃទឹកវាជ្រាបទៅគ្រឹះខាងក្រោមនៃប្រាសាទបាទបងអញ្ចឹងណាបាទយើងធ្វើដំណើរបន្តទៅទៀតបងដើម្បីយើងទៅពីមុនមកគឺយើងអត់មានទឹកទេណាបងបាទអត់មានទេប៉ុន្តែស្រះនេះវាលុបមុនទៅហើយបាទសុំបងប្អូនយើងមកដល់កន្លែងប្រាសាទបាយ័នហើយផ្លូវចូលខាងកើតបាទអញ្ចឹងយើងឃើញមានព្រះអង្គមួយនៅខាងស្ដាំដៃផុនខ្ញុំនឹងគេហៅថាព្រះអង្គបរិនិព្វានបាទអញ្ចឹងណាបាទហើយផ្លូវចូលនេះយើងនឹងឃើញបាទថ្វារបាទអញ្ចឹងមានន័យថានិយាមខ្លងទ្វារខាងកើតណាបងបាទរូបទាំងពីរនេះអញ្ចឹងយើងមើលនៅសសរនោះគេហៅថាគុណខ្មែរណាបងបើសិនយើងចង់ឲ្យទៅឃើញនៃយើងផ្ទាល់យើងនឹងឃើញបាទផ្ដិតនៅទីនោះយើងនឹងឃើញពាក្យថាគុណខ្មែរអញ្ចឹងបានថៃគេយកនៅក្នុងទសវត្ស70ហ្នឹងគេដាក់ថាមេម៉ាយមួយថៃអញ្ចឹងយើងប្រើពាក្យថាគុណខ្មែរបាទអញ្ចឹងណារូបមួយណាវិញបងបាទនេះរូបនៅចិត្តបងស្រីអង្គុយហ្នឹងបាទឃើញទេបាទនឹងក្បាច់គុណទៀតបាទអញ្ចឹងបង្កើតក្បាច់គុណនៅសតវត្សទី12ដល់សតវត្សទី13នៅក្នុងឆ្នាំ1181ណាបងយើងនឹងឃើញបាទរូបចម្លាក់ដែលគេឆ្លាក់ដោយហៅថាគុណខ្មែរបាទអញ្ចឹងយើងមានអំណះអំណាងមានភ័ស្តុតាងនៅនឹងផ្លូវចូលប្រាសាទបាយ័នអញ្ចឹងបាយ័នយើងមានទាំងអស់54កំពូលអញ្ចឹង54កំពូលតំណាងឲ្យរដ្ឋនៅក្នុងអាណាចក្រខ្មែរមាន54រដ្ឋណាបងពីដើមគឺអាណាចក្រខ្មែរមានប្រជាជន60លាននាក់ឯណោះពីដើម64លាននាក់60លាននាក់60លាននាក់បាទចង់នឹងស្មើថៃបច្ចុប្បន្ន70លាននាក់អញ្ចឹងខ្មែរយើងគេហៅថាអាណាចក្រខ្មែរមហានគរមានប្រជាជន60លាននាក់ច្រើនណាស់បាទច្រើនណាស់អញ្ចឹងនៅខាងក្រៅខ្លងទ្វារហើយជុំវិញទីក្រុងអង្គរធំនឹងមានផ្ទះប្រជាពលរដ្ឋបាទផ្ទះនិមឺនមន្ត្រីគេធ្វើនៅខាងក្នុងនៃគៀនប្រាសាទអញ្ចឹងណាបាទអញ្ចឹងគេអត់ធ្វើនៅក្នុងរាជវាំងផុនប្របាទជ័យមន្ទី7ទេដែលគេហៅថាវិមានអាកាសអញ្ចឹង54កំពូលតំណាងឲ្យ54រដ្ឋបាទក្នុងមួយកំពូលយើងមានមុខ4អញ្ចឹង216មុខអញ្ចឹងតំណាងឲ្យស្រុកទាំងនៃនៅក្នុងនោះវាមាន216ស្រុកបាទ216ស្រុកឯភ្នែករបស់ព្រះអង្គ432ភ្នែកនឹងតំណាងឲ្យបាទឃុំទាំង332ឃុំបាទច្រើនណាស់បាទអញ្ចឹងបានប្រជាជនយើងមានទៅដល់60លាននាក់ឯណោះច្រើនណាស់បាទមានន័យថាប្រព័ន្ធរដ្ឋបាលគេរៀបតាំងពីជំនាន់នោះបាទជំនាន់នោះមកតាំងម្លេះបងបាទមិនមែនទុំយើងបាទរៀបបច្ចុប្បន្ននេះទេបាទអញ្ចឹងគេរៀបតាំងពីសម័យព្រះបាទជ័យវរ្ម័នទី7ដែលព្រះអង្គកសាងមានសិទ្ធិវិននិយាយឲ្យចំទៅរដ្ឋបាលយើងរាល់ថ្ងៃនេះគឺយើងចម្លងពីប្រព័ន្ធបែបបារាំងមកទេបាទចំនួននោះគឺចំនួនរបស់ original បាទអញ្ចឹងគេហៅថាគំនិតខ្មែរការរៀបគម្រោង
ก็ជាផនខ្មែរទាំងអស់បាទ ចឹងបាទព្រះអង្គកសាងកម្ពូលទាំងភ្នែកនឹងតំណាងឲ្យទាំងអស់បាទនៅក្នុងអាណាចក្រខ្មែរយើងនឹងដែលមានបាទ54ដោយអាណានឹងគឺជាបាទ54រដ្ឋនឹងបាទអញ្ចឹងកម្ពូលយើងមាន54កម្ពូលបាទអញ្ចឹងភ្នែកផនព្រះអង្គមាន216ភ្នែកមុខរបស់ព្រះអង្គឬប្រភេទណាបាទដែលគេឲ្យឈ្មោះថាប្រភេទរបស់ព្រះអវលោកេទីសួនឬព្រះពោធិសត្វណាឬអ្នកខ្លះគេឲ្យឈ្មោះថាបាទប្រភេទរបស់ព្រះបាទជ័យវរ្ម័នទី7ខ្លះគេឲ្យថាគេហៅមួយទៀតថាជាប្រភេទរបស់ព្រះព្រហ្មអញ្ចឹងណាបងអញ្ចឹងការសន្និមត់បាទនៅទីនោះ